កើតចាស់ឈឺស្លាប់ជាធម្មតាទោះឋានៈណារិះសេដ្ឋីអ្នកក្រអ្នកមានស្ដេចផែនដីក៏ជិះពីខ្សែមិនរួចឡើយបើសោយត្រីព្រួលកុំចោលស្រកាបើសោយត្រីប្រាកុំចោលស្រកីហើយបើស្លក្បាលត្រីសណ្ដាយត្រូវដាក់មកជូរសណ្ដាន់នៅក្នុងរឿងធនជ័យមុនពេលដែលបណ្ឌិតធនជ័យស្លាប់បានផ្ដាំព្រះរាជាថាបើសោយត្រីព្រួលកុំចោលស្រកាសោយត្រីប្រាកុំចោលស្រកីស្លមកជូរក្បាលត្រីកុំចោលមកជូរសណ្ដាន់តើសម្ដីប្រមាណឃ្លានេះមានអត្ថន័យបែបណាតើអ្វីជាគោលបំណងពិតរបស់អ្នកនិពន្ធអ្វីជាអត្ថន័យខាងក្នុងនៃបណ្ដាំបែបសុភាសិតនេះរឿងធនជ័យអ្វីត្បិតថាមិនស្គាល់ថាអ្នកណាជាអ្នកនិពន្ធប៉ុន្តែវានៅតែជារឿងមួយដែលបានបង្ហាញពីការដឹកនាំសង្គមខ្មែរក្នុងសម័យនោះក្នុងនោះផងដែររឿងនេះក៏ជារឿងមួយដែលបង្ហាញពីភាពក្លាហានរបស់អ្នកប្រាជ្ញបណ្ឌិតនិងអ្នកចេះដឹងក្នុងបុព្វហេតុជាតិមាតុភូមិបន្ថែមពីលើភាពអស្ចារ្យនៃរឿងតួអង្គបណ្ឌិតធនជ័យបានផ្ដល់ពាក្យបណ្ដាំថាបើសោយត្រីព្រួលកុំចោលស្រកាសោយត្រីប្រាកុំចោលស្រកីស្លម្ជូរក្បាលត្រីកុំចោលម្ជូរសណ្ដាន់ពាក្យទាំងនេះមានអត្ថន័យដូចខាងក្រោមចំពោះឃ្លាថាបើសោយត្រីព្រួលកុំចោលស្រកាសោយត្រីប្រាកុំចោលស្រកីបើបកស្រាយតាមន័យចំគឺចង់មានន័យថាជាទូទៅត្រីប្រភេទណាក៏មានកន្លែងឆ្ងាញ់ចំណែកធម្មជាតិរបស់ត្រីព្រួលគឺឆ្ងាញ់នៅត្រង់ស្រការីឯត្រីប្រាឆ្ងាញ់ត្រង់ស្រកីហេតុនេះអ្នកហូបត្រីត្រូវដឹងពីលក្ខណៈពិសេសរបស់ត្រីថាកន្លែងឆ្ងាញ់នៅកន្លែងណាកាលណាមិនស្គាល់កន្លែងឆ្ងាញ់គេអាចនឹងបោះចោលហើយទុកកន្លែងមិនឆ្ងាញ់បរិភោគទៅវិញប៉ុន្តែសម្រាប់ន័យធៀបវិញបណ្ដាំធនជ័យនេះប្រហែលលោកចង់ប្រៀបធៀបកន្លែងឆ្ងាញ់របស់ត្រីទៅនឹងមនុស្សដែលមានឧត្តមគតិស្នេហាជាតិពិតប្រាកដឃ្លានេះធនជ័យចង់និយាយថាដើម្បីឲ្យប្រទេសរីកចម្រើនជឿនលឿនអ្នកដឹកនាំត្រូវស្គាល់និងឲ្យតម្លៃលើជនដែលស្រឡាញ់និងបម្រើជាតិពិតប្រាកដព្រោះអ្នកទាំងនោះទើបជាចំណុចពិសេសសម្រាប់ជាតិប៉ុន្តែអ្នកដឹកនាំមិនត្រូវលើកតម្កើងតែពួកអែបអបដែលបង្កតែទុក្ខទោសឲ្យប្រទេសជាតិឡើយចំណែកក្នុងដំណើររឿងរបស់ធនជ័យការអនុវត្តរបស់ព្រះរាជាមិនខុសពីការបរិភោគត្រីមិនស្គាល់លក្ខណៈពិសេសរបស់ត្រីដូច្នោះដែរចំណែកពាក្យមួយឃ្លាទៀតថាស្លម្ជូរក្បាលត្រីកុំចោលម្ជូរសណ្ដាន់បើន័យចំគឺជាទូទៅសម្លម្ជូរក្បាលត្រីនៅពេលដែលស្លជាមួយម្ជូរផ្សេងមិនសូវជាមានរសជាតិគួរជាទីបរិភោគឡើយប៉ុន្តែបើស្លជាមួយម្ជូរសណ្ដាន់គឺជួយឲ្យសម្លមានរសជាតិកាន់តែពិសេសប៉ុន្តែសម្រាប់ទិសដៅនៃគំនិតរបស់ធនជ័យវិញប្រហែលជាលោកចង់ប្រៀបថាក្នុងនាមជាអ្នកដឹកនាំអ្នកគ្រប់គ្រងសង្គមមួយបើខ្លួនគ្មានសមត្ថភាពហើយដឹកនាំក្រុមមនុស្សគ្មានសមត្ថភាពនោះมันអាចនាំឲ្យសង្គមមានភាពរីកចម្រើនបានឡើយហើយបើអ្នកដឹកនាំខ្លាំងប៉ុណ្ណាក៏ដោយបើដឹកនាំប្រជាជនមិនមានសមត្ថភាពក៏មិនអាចនាំឲ្យសង្គមមានការរីកចម្រើនដូចគ្នាផ្ទុយទៅវិញបើអ្នកដឹកនាំល្អមានសមត្ថភាពដឹកនាំអ្នកមានប្រាជ្ញាប្រជាជនចេះដឹងនោះនឹងធ្វើឲ្យសង្គមមានការអភិវឌ្ឍជាក់ជាមិនខានមូលហេតុដែលអាចនិយាយបែបនេះព្រោះដោយពាក្យថាក្បាលត្រីគឺប្រហែលជាធនជ័យសម្ដៅដល់ក្បាលម៉ាស៊ីនដឹកនាំសង្គមនោះគឺព្រះរាជាក្នុងសម័យនោះការបកស្រាយខាងលើនេះជាផ្នែកមួយនៃគំនិតរបស់ធនជ័យប៉ុន្តែបើគេពិចារណាបន្តិចទៀតគេនឹងឃើញច្រកផ្សេងទៀតនៃគំនិតរបស់ធនជ័យដំណាក់កាលទី2នៃការបកស្រាយគេត្រូវបែងចែកជា3ដំណាក់ដើម្បីមើលឲ្យឃើញពីលក្ខណៈពិសេសនៃបណ្ដាំសុភាសិតនេះ